ចាជំរាបសួរបងប្អូនលើយរាល់ថ្ងៃកាសធាតុក្តៅហប់ទេបងប្អូនចាឡើងជាបញ្ហាទៀតដែរបងប្អូនចាសម្រាប់កង្ហាលត្រជាក់មួយនេះចាមានកង្ហាលប្រើលក្ខណៈចំហាយទឹកមួយនេះសម្រាប់ដូចជាមានម៉ាស៊ីនត្រជាក់មួយចឹងណាបងប្អូនណាងាយស្រួលក្នុងការប្រើហើយចល័តណាបងប្អូនចាហើយអ្វីដែលសំខាន់បងប្អូនលើយសម្រាប់កង្ហាលនេះប្រសិនជាយើងដាក់នៅក្នុងកន្ទប់មួយគឺត្រជាក់បងប្អូនលើយត្រជាក់ណាត្រជាក់រហូតដល់15ម៉ោងណាបងប្អូនចាកម្លាំងវ៉ាត់75វ៉ាត់ណាបងប្អូនណាហើយអ្វីដែលសំខាន់បងប្អូនលើយអាចដាក់ទឹកបានណាបងប្អូនអាចដាក់ទឹកបាន5លីត្រណាចាសម្រាប់កង្ហាលត្រជាក់នេះបងប្អូនលើយធានាជូនថាត្រជាក់ស្រួលណាបងប្អូនណាហើយបងប្អូនអាចប្រើជាលក្ខណៈ touch screen ក៏បានចាអាចប្រើជាលក្ខណៈ touch screen ក៏បានឬប្រើជាលក្ខណៈ tele ក៏បានដែរណាគេមាន tele គេណាងាយស្រួលក្នុងការប្រើមែនតើណាបងប្អូនចាហើយសម្រាប់កង្ហាលនេះបងប្អូនអាចបត់បែនបានណាតាមដែលយើងចង់បានណាបងប្អូនលើយនេះបងប្អូនគ្រាន់តែថាដាក់ទឹកណាដាក់ទឹកពីលើនេះមកធ្វើមកគ្រប់5លីត្រណាបងប្អូនណា5លីត្រណាអញ្ចឹងទឹកហ្នឹងវាអាចហូរចូលទៅខាងក្រោមនេះណាចូលទៅខាងក្រោមនៅកន្លែងនេះវាមានកន្លែងមួយសម្រាប់យើងដកទឹកដាក់ទឹកចាក់ចោលណាបងប្អូនណាចានេះសម្រាប់នេះថាយើងដាក់បានហ្នឹងពីថ្ងៃហើយយកទឹកដែលហូរពីលើចុះមកក្រោមហ្នឹងចាក់ចោលបានណាហើយទី2ទៀតបងប្អូនលើយនេះសម្រាប់ដបនេះគឺបងប្អូនអាចដាក់ទឹកឲ្យពេញណាចាដាក់ទឹកឲ្យពេញទៅហើយបងប្អូនយកទៅដាក់ក្លាសេនៅទូទឹកកកណាក្លាសេនៅទូទឹកកកឲ្យកកណាបងប្អូនឲ្យដាក់ណាដាក់នៅទីនេះដាក់នៅខាងនេះ2ដាក់នៅខាងក្រោយនេះកន្លែងនេះចា2ទៅអូយត្រជាក់ណាបងប្អូនហើយអើយត្រជាក់ដូចម៉ាស៊ីនត្រជាក់មួយចឹងណាបងប្អូនណាហើយស្អាតណាស់សម្រាប់បងប្អូនណាចាប្រើជាលក្ខណៈមួយចាឡាត់ណាប្រើជាដាក់កន្លែងណាក៏បានដែរបងប្អូនលើចាស៊ីភ្លើងតិចទៀតណាចា